ล้ายជាបុគ្គលិកគំរូដែលមានគេពេញចិត្តនៅកន្លែងធ្វើការក្លាយជាបុគ្គលិកគំរូដែលទទួលបានការស្រឡាញ់និងការកោតសរសើរពីសហការីនៅថ្នាក់ដឹកនាំមិនមែនអាស្រ័យទៅលើតែសមត្ថភាពការងារប៉ុណ្ណោះទេប៉ុន្តែវាក៏ទាមទារនូវអាកប្បកិរិយានិងជំនាញផ្សេងទៀតផងដែរខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ដើម្បីក្លាយជាបុគ្គលិកគំរូ 1. វិន័យនិងការទទួលខុសត្រូវការគោរពពេលវេលាការមកធ្វើការទៀងទាត់និងការបញ្ចប់កិច្ចការតាមកាលកំណត់បង្ហាញពីភាពមានវិជ្ជាជីវៈខ្ពស់បំផុតការទទួលខុសត្រូវលើកំហុសនៅពេលមានបញ្ហាកុំព្យាយាមទម្លាក់កំហុសឲ្យអ្នកដទៃការហ៊ានទទួលស្គាល់និងរកដំណោះស្រាយភ្លាមនឹងធ្វើឲ្យអ្នកមើលទៅជាមនុស្សគួរឲ្យទុកចិត្ត 2. ជំនាញការងារនិងការអភិវឌ្ឍខ្លួនធ្វើការលើសពីការរំពឹងទុកកុំធ្វើការងារត្រឹមតែបង្ក្រប់កិច្ចចូលព្យាយាមបន្ថែមតម្លៃដល់ការងារដែលអ្នកធ្វើដូចជាការរៀបចំឲ្យកាន់តែមានរបៀបឬផ្ដល់តម្លៃផ្ដល់គំនិតច្នៃប្រឌិតថ្មីរៀនសូត្រជានិច្ចបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សដែលចង់រីកចម្រើនដោយការសួរនាំនិងរៀនពីជំនាញថ្មីដែលពាក់ព័ន្ធនឹងស្ថាប័ន 3. ជំនាញទំនាក់ទំនងនិងការធ្វើការងារជាក្រុមស្ដាប់ឲ្យបានច្រើនជាងនិយាយការយល់ពីតម្រូវការរបស់មេនិងសហការីនឹងធ្វើឲ្យការងារកាន់តែរលូនជួយយកអាសារអ្នកដទៃបើអ្នកទំនេរពីការងារខ្លួនឯងចូលស្ម័គ្រចិត្តជួយជ្រោមជ្រែងអ្នកជុំវិញខ្លួនមនុស្សម្នាក់តែងតែចងចាំអ្នកដែលធ្លាប់ជួយពួកគេក្នុងគ្រាលំបាកផ្ដល់មតិក្នុងន័យស្ថាបនាជៀសវាងការនិយាយដើមការរិះគន់អវិជ្ជមានបើមានបញ្ហាចូលនិយាយដោយត្រង់និងដោយភាពថ្លៃថ្នូរ 4. អាកប្បកិរិយាវិជ្ជមានសូមញញឹមនិងមានភាពរួសរាយរាក់ទាក់ជានិច្ចការមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្នានឹងធ្វើឲ្យបរិយាកាសការងារកាន់តែប្រសើរភាពអត់ធ្មត់នៅពេលដែលមានសម្ពាធការងារចូលរក្សាភាពស្ងៀមស្ងាត់និងកុំបង្ហាញអាការៈឆេវឆាវដាក់អ្នកដទៃ 5. ការរៀបចំខ្លួននិងសីលធម៌ភាពស្មោះត្រង់រក្សាការសម្ងាត់របស់ក្រុមហ៊ុននិងអង្គភាពនិងមានភាពសុចរិតក្នុងការងាររៀបចំខ្លួនស្លៀកពាក់ឲ្យបានសមរម្យតាមកាលៈទេសៈនិងរៀបចំតុធ្វើការឲ្យមានសណ្ដាប់ធ្នាប់សូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់ជួបគ្នានៅវីដេអូក្រោយ